បាទឲ្យបងប្អូនទាំងអស់គ្នាបាទនេះគឺជាចំនួនទឹកប្រាក់ដែលខ្ញុំទទួលបានពី Air Festival នឹងធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាពីរបៀបនៃការដកលុយចេញពី Air Festival ម្ដងទៀតបាទដោយសារតែការដកលុយម្ដងនេះគឺជាវីដេអូទី3ហើយដែលខ្ញុំបានធ្វើការដកលុយសម្រាប់វីដេអូទី1ខ្ញុំបានធ្វើការដកលុយចំនួន$105ហើយវីដេអូទី2ខ្ញុំបានធ្វើការដកចំនួន$250ហើយនៅក្នុងវីដេអូនេះគឺខ្ញុំមានរហូតដល់$573ដូចនេះហើយក្នុងវីដេអូនេះគឺខ្ញុំធ្វើការដកលុយបាទចំនួន$570តែម្ដងបាទឥឡូវបងប្អូនអរគ្នាសម្រាប់បងប្អូនអរគ្នាដែលចង់ធ្វើការរកលុយជាមួយនឹង app មួយនេះចង់ឲ្យទទួលបានជោគជ័យបងប្អូនអរគ្នាគឺត្រូវតែមានការព្យាយាមក្នុងការរកលុយបាទហើយបើសិនជាបងប្អូនអរគ្នាគ្រាន់តែធ្វើការចុះឈ្មោះភ្លាមចង់ទទួលបានប្រាក់ចំណូលច្រើនពី app មួយនេះភ្លាមគឺបងប្អូនទាំងអស់គ្នានឹងបរាជ័យក្នុងការរកលុយហើយសំខាន់គឺបងប្អូនទាំងអស់គ្នាធ្វើឲ្យត្រូវគោលការណ៍របស់ app មួយនេះទៅគឺបងប្អូនទាំងអស់គ្នានឹងទទួលបានប្រាក់ចំណូលតាមអ្វីដែលបងប្អូនទាំងអស់គ្នាចង់បានហើយបាទហើយដូចកូនក្រុមខ្ញុំម្នាក់អញ្ចឹងមិនមែនម្នាក់ទេគឺកូនក្រុមរបស់ខ្ញុំហ្នឹងគឺមានច្រើនដែរប៉ុន្តែតម្រាំតែគាត់ទទួលបានអ្វីដែលគាត់ចង់បានណាបាទប្រហែលជាខ្ទង់4ខែទើបគាត់ធ្វើទទួលបានជោគជ័យអ្នកខ្លះគាត់បាន200ជាងអ្នកខ្លះគាត់ទទួលបាន$100ជាងបាទឥឡូវសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការចុះឈ្មោះនិងរបៀបនៃការដកលុយតែម្ដងមុននឹងធ្វើការបង្ហាញសូមបងប្អូនដែលថ្មីដែលមិនទាន់បាន Subscribe ទៅលើ Channel របស់ខ្ញុំបាទសូមបងប្អូនអរគ្នាជួយចុចនៅប៊ូតុង Subscribe ម្នាក់មួយផងបាទបន្ទាប់មកចុចនៅលើរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីពាក់ព័ន្ធទៅលើការរកលុយជាមួយនឹង app ផ្សេងៗបាទក៏ពាក់ព័ន្ធទៅលើការរកលុយជាមួយនឹង website ផ្សេងៗជាច្រើនទៀតដែលខ្ញុំបានធ្វើការបង្ហាញនៅក្នុង channel មួយនេះតោះឥឡូវកុំឲ្យខាតពេលយូរសម្រាប់បងប្អូនដែលថ្មីដែលចង់ធ្វើការចុះឈ្មោះដើម្បីរកលុយជាមួយនឹង app មួយនេះបាទសូមបងប្អូនគ្នាតាមដានជាមួយខ្ញុំទាំងអស់គ្នាពីរបៀបនៃការចុះឈ្មោះបាទហើយសម្រាប់បងប្អូនដែលប្រើប្រាស់នៅទូរស័ព្ទដៃ Android បាទឬក៏ iOS បងប្អូនគ្នាអាចប្រើបានដូចគ្នាសម្រាប់បងប្អូនដែលប្រើប្រាស់នៅទូរស័ព្ទដៃ iOS បងប្អូនគ្នាអាចចូលទៅកាន់ App Store សម្រាប់បងប្អូនដែលប្រើប្រាស់នៅទូរស័ព្ទដៃ Android បងប្អូនអាចចូលមកកាន់ Play Store បាទឥឡូវសម្រាប់ខ្ញុំប្រើប្រាស់នៅទូរស័ព្ទដៃ Android ខ្ញុំចូលទៅកាន់ Play Store តែម្ដងបាទបន្តមកទៀតយើងគ្រាន់តែចុចកន្លែងប៊ូតុង Search បាទយើង Search មកហើយយើងបំពេញពាក្យថា Festival បាទនេះគឺជា Air Festival ហើយបាទហើយនេះគឺជាទម្រង់នៃ Air Festival បាទដោយសារតែខ្ញុំបានធ្វើការដំឡើង App មួយនេះយូរហើយដូចនេះហើយខ្ញុំមិនបានធ្វើការដំឡើងម្ដងទៀតទេសម្រាប់បងប្អូនដែលមិនទាន់បានធ្វើការដំឡើងយើងគ្រាន់តែចុចលើពាក្យថា install ឬក៏ download មកគឺជាការស្រេចហើយបាទឥឡូវបន្ទាប់ពីយើងធ្វើការ download ពេញហើយបងប្អូនគ្នាគ្រាន់តែចុចលើពាក្យថា open នេះមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចលើពាក្យថា open បងប្អូនទាំងអស់គ្នានឹងឃើញទម្រង់បែបនេះហើយខាងលើគឺជា login ខាងក្រោមគឺជាពាក្យថា new account សម្រាប់ login គឺជាកន្លែងដែលបងប្អូនគ្នាចូលទៅកាន់គណនីរបស់យើងដែលយើងបានធ្វើការចុះឈ្មោះរួចរាល់ណាសម្រាប់បងប្អូនដែលថ្មីគឺយើងចុចលើពាក្យថា new account បាទនៅពេលដែលយើងចុចលើពាក្យថា new account បងប្អូនទាំងអស់គ្នានឹងចូលមកកាន់ទម្រង់នេះណានេះគឺជាទម្រង់ dashboard នៃ Air Festival ហើយចូលមកទម្រង់នេះមិនមែនថាបងប្អូនទាំងអស់គ្នានឹងបានធ្វើការចុះឈ្មោះជាមួយនឹង app មួយនេះជោគជ័យនៅឡើយទេតើតែបងប្អូនទាំងអស់គ្នានឹងត្រូវធ្វើការបំពេញព័ត៌មានមួយចំនួនទៀតបាទឥឡូវដើម្បីធ្វើការបំពេញព័ត៌មានឲ្យបានច្បាស់លាស់នោះតើបងប្អូនទាំងអស់គ្នាត្រូវធ្វើការបំពេញនៅត្រង់ចំណុចណាតើឥឡូវយើងកន្លែងមកមើលខាងក្រោមបាទនៅខាងក្រោមនេះឥឡូវយើងគ្រាន់តែចុចកន្លែងសញ្ញាត្រី3មកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែចុចកន្លែងនេះបាទចុចលើពាក្យថា setting បាទ setting ហ្នឹងបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចលើពាក្យ setting នេះគឺជាកន្លែងដែលយើងត្រូវធ្វើការបំពេញព័ត៌មានឲ្យបានពិតប្រាកដបាទនៅក្នុង app មួយនេះហើយបើសិនជាបងប្អូនគ្នាមិនបំពេញព័ត៌មានឲ្យបានពិតប្រាកដទេគឺបងប្អូនទាំងអស់គ្នានឹងមិនអាចធ្វើការដកលុយបានឡើយតើឥឡូវយើងកន្លែងមកមើលត្រង់ចំណុចនេះគឺយើងត្រូវធ្វើការដាក់បាត profile ហើយនឹង cover របស់យើងណាឥឡូវយើងចុចកន្លែងនេះមកដើម្បីធ្វើការដាក់នៅ profile របស់យើងបាទនេះគឺជាការឧទាហរណ៍របស់ខ្ញុំទេបងប្អូនទាំងគ្នាគឺត្រូវរករូបរបស់បងប្អូនទាំងគ្នាចូលមកដាក់ណាសម្រាប់ខ្ញុំចុចលើនេះមកបាទបន្ទាប់មកខ្ញុំចុចកន្លែងនេះបាទដើម្បីឲ្យវាទំហំត្រូវជាមួយនឹង profile តែម្ដងបាទបន្ទាប់មកយើងចុចលើកន្លែងគ្រីសនេះមកបាទឥឡូវគឺយើងទទួលបាន profile មួយហើយឥឡូវយើងកន្លែងមកមើលខាងក្រោយគឺ cover យើងចុចនៅលើនឹងមក
បាទថាតើយើងយករូបណាមួយឥឡូវខ្ញុំទៀតថាខ្ញុំយករូបនេះជិះចុះបាទបន្ទាប់មកយើងរើសនេះកន្លែងនេះបាទ16គុណ9បាទដើម្បីកុំឲ្យរូបហ្នឹងវាកប៉េកប៉ោងអញ្ចឹងវាអាក្រក់មើលណាយើងយកទំហំនេះបាទនេះគឺជាលេខកូដអ្នកណែនាំហ្នឹងគឺជាប់នៅត្រង់ចំណុចនេះតែម្ដងបន្ទាប់មកខាងក្រោមនេះគឺជាកន្លែងដែលយើងត្រូវធ្វើការបំពេញនៅឈ្មោះឥឡូវយើងចុចលើនឹងមកបន្ទាប់មកយើងគ្រាន់តែធ្វើការលុបនៅតួអក្សរទាំងអស់នេះចោលហើយយើងគ្រាន់តែធ្វើការដាក់ឈ្មោះឲ្យបានពិតប្រាកដរបស់យើងណាឥឡូវឧទាហរណ៍ថាខ្ញុំដាក់ចេះចោះបាទបន្ទាប់មកយើងគ្រាន់តែចុចលើពាក្យថាបាទ save ទៀតមកបាទគឺនៅជាប់ហើយឃើញទេគឺជាប់បាន2ហើយបាទបន្តមកទៀតគឺកន្លែងនេះបាទកន្លែងលេខទូរស័ព្ទដៃនេះគឺយើងត្រូវធ្វើការបំពេញនៅលេខទូរស័ព្ទដៃដែលយើងប្រើប្រាស់ជាប្រចាំបាទឥឡូវឧទាហរណ៍ថាខ្ញុំដាក់មក098បងប្អូនគ្នាត្រូវដាក់លេខណាឲ្យបានពិតប្រាកដមកណាដើម្បីឲ្យមានបញ្ហាទៅដើម្បីឲ្យខាងក្រុមហ៊ុនជួយដោះស្រាយឲ្យបន្ទាប់មកយើងគ្រាន់តែចុចលើពាក្យ save ទៀតមកបាទនេះឃើញគឺនៅជាប់ហើយណាជាប់ហើយសម្រាប់កន្លែងនេះគឺជា email បើសិនជាបងប្អូនគ្នាមិនទាន់មានទេយើងកុំអាចដាក់ក៏បានដែរប៉ុន្តែនៅពេលដែលយើងមានហើយយើងគួរតែដាក់ email មួយមកណាបាទបន្ទាប់មកយើង save ទៀតមកគឺជាប់ហើយបាទឥឡូវចំណុចដែលសំខាន់បន្តទៀតនេះគឺជាកន្លែងនេះបាទគឺ change password ហើយនឹង change pin change password គឺជាកន្លែងដែលយើងត្រូវធ្វើការដាក់ password ដែលយើងអាចចូលទៅកាន់ account របស់យើងនៅពេលដែលយើងចូលមកកាន់ account របស់យើងគឺទាមទារឲ្យយើងនឹងមាននៅលេខទូរស័ព្ទដៃហើយនឹងបាទលេខកូដចំនួន6ខ្ទង់ខាងក្រោមនេះហើយខាងក្រោមនេះគឺជា change pin គឺជាលេខកូដសម្រាប់ដកលុយតោះឥឡូវយើងចូលកន្លែង change password សិនមកបាទនៅត្រង់ចំណុចនេះគឺយើងត្រូវធ្វើការបំពេញនៅលេខកូដចំនួន6ខ្ទង់លេខកូដណាក៏បានដែរសំខាន់គឺបងប្អូនអរគ្នាត្រូវតែចងចាំដោយខ្លួនឯងតោះឥឡូវយើងចុចកន្លែងហ្នឹងមកតោះមកខ្ញុំឧទាហរណ៍ទេបាទ11 22 33បាទបន្តមកទៀតយើងគ្រាន់តែចុចលើប៊ូតុង save បាទគឺជាប់ហើយណានៅត្រង់ចំណុចនេះគឺជាប់ហើយបាទបន្តមកទៀតគឺបងប្អូនគ្នាគ្រាន់តែចុចលើពាក្យថា change pin មកបាទនៅត្រង់ចំណុចនេះគឺជាលេខកូដសម្រាប់យើងធ្វើការដកលុយហើយនៅពេលដែលខ្ញុំដកលុយខ្ញុំនឹងធ្វើការបង្ហាញថាតើលេខកូដនេះយើងត្រូវប្រើនៅពេលណាតើឥឡូវសម្រាប់លេខកូដនេះគឺថាខ្ញុំដាក់11 22បងប្អូនគ្នាត្រូវធ្វើការដាក់ដោយខ្លួនឯងណាមិនមែនធ្វើការដាក់តាមខ្ញុំទេណាឥឡូវគេឲ្យយើងធ្វើការ confirm នៅ password នេះម្ដងទៀតបាទឥឡូវយើងចុចមក11 22បាទយើងបំពេញ2ដងមកគឺជោគជ័យហើយណាគឺជោគជ័យហើយបាទឥឡូវព័ត៌មានដែលយើងបានធ្វើការបំពេញនេះគឺបានច្រើនដែរហើយបាទឥឡូវយើងកន្លែងមកមើលខាងក្រោមនេះវិញសម្រាប់ថ្ងៃខែឆ្នាំកំណើតឬក៏ gender នេះគឺយើងមិនទាន់ធ្វើការដាក់ក៏បានដែរដោយសារនៅត្រង់ចំណុចនេះដាក់ទៅគឺមិនជាប់ទេសំខាន់គឺយើងចុចកន្លែងនេះរូបវាមនុស្សហ្នឹងហើយយើងចុចលើពាក្យនេះមកដើម្បីយកពាក្យ yes មកវិញណាចុចពាក្យ yes មកបន្ទាប់មកយើងចុចលើ save បាទគឺនៅប៉ុណ្ណេះគឺយើងបានធ្វើការចុះឈ្មោះទទួលបានជោគជ័យហើយតែប៉ុណ្ណេះគឺយើងអាចមានសិទ្ធិក្នុងការរកលុយបានហើយណាតើឥឡូវថាតើយើងត្រូវធ្វើការរកលុយដោយរបៀបណាតើឥឡូវតាមដានជាមួយខ្ញុំបន្ថែមទៀតបាទឥឡូវទៀតថាខ្ញុំនឹងធ្វើការ share នៅវីដេអូមួយនេះតើឥឡូវយើងចុចលើប៊ូតុង share មកបាទបន្តមកយើងចុចលើពាក្យថា copy បន្តមកទៀតយើងចូលទៅកាន់បាទ app Facebook របស់យើងវិញបន្តមកយើងគ្រាន់តែចុចកន្លែងសញ្ញាបូកមកបាទបន្តមកទៀតយើងគ្រាន់តែចុចកន្លែងនេះ YouTube នេះបាទបន្តមកយើងចុចលើពាក្យថា YouTube នេះមក YouTube ID នេះយើងសង្កត់តិចមកយើងផាប់ចូលបន្តមកយើងចុចលើពាក្យថា set បាទតែចំណុចដែលសំខាន់ដែលយើងមិនអាចភ្លេចបាននោះគឺជាចំណុចកន្លែងនេះហើយគឺយើងត្រូវធ្វើយ៉ាងណាបើកសញ្ញាដុល្លារឲ្យទៅជាពណ៌លឿងមកណាហើយបន្តមកយើងគ្រាន់តែចុចលើពាក្យថា post នេះមកបាទគឺយើងនឹងបានធ្វើការ share វីដេអូមួយចូលទៅកាន់ app របស់យើងហើយបងប្អូនអ្នកគ្នាអាចធ្វើការ share វីដេអូឲ្យបានចាប់ពី10វីដេអូឡើងទៅហើយយើងធ្វើការ play នៃពាណិជ្ជកម្មឲ្យបានឃើញពាណិជ្ជកម្មឲ្យបាន10ដងសិនទៅចាំយើងចូលទៅមើលលុយរបស់យើងម្ដងណាឥឡូវឧទាហរណ៍ថាយើងបានធ្វើការ share 10វីដេអូហើយឥឡូវយើងកន្លែងមើលត្រង់ចំណុចនេះវិញបន្តមកយើងចូលមកកាន់ profile របស់យើងវិញមកហើយយើងគ្រាន់តែធ្វើការ play នៃវីដេអូបាទឥឡូវខ្ញុំឧទាហរណ៍សិនបាទនេះគឺជាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មហើយសម្រាប់ការរកលុយជាមួយនឹង app មួយនេះគឺសំខាន់បំផុតគឺផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនេះតែម្ដងឥឡូវយើងធ្វើការមើលសិនទៅនៅពេលដែលលោតសញ្ញាខ្វែងបាទឃើញនេះខ្វែងយើងអាចធ្វើការចុចបិទចោលបាទហើយយើងត្រូវធ្វើការមើលឲ្យបានចាប់ពី10វីដេអូឡើងហើយនឹង10ពាណិជ្ជកម្មឡើងបាទឥឡូវនៅត្រង់ចំណុចនេះខ្ញុំធ្វើការបង្
បង្ហាញរួចហើយឥឡូវខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនគ្នាពីរបៀបនៃការដកលុយតែម្ដងហើយសម្រាប់បងប្អូនដែលមានចម្ងល់អាចចូលទៅកាន់ខាងក្រោមនៃវីដេអូនេះនឹងឃើញ link Telegram ហើយណាបាទឲ្យបងប្អូនគ្នាសម្រាប់ការដកលុយគឺបងប្អូនគ្នាត្រូវធ្វើការបំពេញនៅ payment មួយចំនួនឥឡូវនេះខាងក្រោមនេះគឺជា payment នេះឥឡូវយើងគ្រាន់តែចុចនៅលើនឹងមកបាទនៅពេលដែលបងប្អូនគ្នាចុចលើពាក្យថា payment នឹងមកគឺបងប្អូនគ្នានឹងឃើញទម្រង់បែបនេះតាំងពីពិតទៅវាអត់មានអីត្រូវពិបាកទេក្នុងការបំពេញឥឡូវយើងកលេចមកមើលខាងក្រោមខាងលើគេដាក់ KH ហើយយើងមិនចាំបាច់ប៉ះពាល់ទេយើងគ្រាន់តែចុចលើពាក្យថា NA នេះមកហើយយើងគ្រាន់តែចុចលើពាក្យថា Bank មក ABA Bank យើងចុចលើនឹងមកគឺយើងអាចធ្វើការដកចូលតាម ABA បាទឥឡូវយើងកលេចមកមើលខាងក្រោមវិញសម្រាប់ខាងក្រោមគឺគេដាក់ថា account number ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាបច្ចុប្បន្នដឹងហើយសម្រាប់បងប្អូនដែលប្រើប្រាស់នៅ ABA ណាបាទសម្រាប់បងប្អូនដែលប្រើប្រាស់នៅ ABA បងប្អូនទាំងអស់គ្នានឹងយល់ថា account number នេះគឺជា account អ្វីបាទគឺជាលេខដែលអាចធ្វើឲ្យគេនឹងអាចបាញ់លុយចូលមកកាន់ account របស់យើងបានណាត្រង់ចំណុចនេះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាយល់ហើយមួយទៀតខាងក្រោមនេះគឺជា account name មានន័យថាឈ្មោះដែលយើងបានបង្កើតឬក៏យើងចុះឈ្មោះជាមួយនឹង ABA ហ្នឹងតើយើងដាក់ឈ្មោះអ្វីអញ្ចឹងហើយយើងត្រូវយកឈ្មោះហ្នឹងយកមកដាក់នៅត្រង់ចំណុចនេះតែម្ដងបាទឥឡូវបងប្អូនគ្នានឹងយល់ហើយបាទឥឡូវខ្ញុំសូមធ្វើការបំពេញនៅព័ត៌មានរបស់ខ្ញុំវិញសិនបាទបន្ទាប់ពីយើងធ្វើការបំពេញព័ត៌មានរួចរាល់អស់ហើយយើងគ្រាន់តែចុចលើប៊ូតុង Save នេះមកបាទតែប៉ុណ្្នឹងគឺព័ត៌មានដែលយើងបានធ្វើការបំពេញហ្នឹងគឺនៅជាប់នៅកន្លែង payment ហ្នឹងហើយតោះឥឡូវដើម្បីធ្វើការដកលុយបានយើងចុចកន្លែងសញ្ញាត្រី3ទៅដែរបាទឥឡូវយើងចុចកន្លែងសញ្ញាត្រី3ហើយបន្ទាប់មកយើងគ្រាន់តែចុចលើពាក្យថា account យើងចុចលើពាក្យ account មកបាទបន្តមកទៀតបងប្អូនគ្នាគ្រាន់តែចុចលើចំនួនទឹកលុយរបស់យើងខាងលើហ្នឹងមកបាទនេះគឺជាចំនួនទឹកលុយរបស់យើងនេះគឺជា account របស់យើងគឺបានជាប់នៅត្រង់ចំណុចនេះហើយបាទតើឥឡូវយើងធ្វើការបំពេញនៅខាងក្រោមនេះគឺគេដាក់ថា amount អញ្ចឹងមានន័យថាយើងត្រូវធ្វើការដកលុយនឹងចំនួនប៉ុន្មានឥឡូវគេថាខែហ្នឹងខ្ញុំដក$570ចុះបាទបន្តមកទៀតយើងគ្រាន់តែធ្វើការនេះចុចលើពាក្យថា submit នេះមកណាចុចលើពាក្យ submit ហ្នឹងមកបាទនេះនៅត្រង់ចំណុចនេះដែលខ្ញុំបានធ្វើការបញ្ជាក់អញ្ចឹងគឺជាលេខកូដដកលុយគឺជាលេខកូដចំនួន4ខ្ទង់គឺយើងត្រូវប្រើនៅត្រង់ចំណុចនេះហើយបាទឥឡូវខ្ញុំសូមធ្វើការបំពេញនៅលេខកូដរបស់ខ្ញុំសិនបាទឥឡូវនេះយើងបានធ្វើការបំពេញទទួលបានជោគជ័យហើយតើឥឡូវយើងអាចចូលទៅមើលចំនួនទឹកលុយរបស់យើងវិញថាតើគេបានកាត់ហើយឬក៏នៅនេះបាទឥឡូវនេះបងប្អូនគ្នាគឺនៅសល់តែ$3.29សេនតែប៉ុណ្ណោះហើយចំនួនទឹកលុយនេះគឺនឹងធ្លាក់មកនៅថ្ងៃទី21ណារៀងរាល់ថ្ងៃទី21ឥឡូវចាំចំនួនទឹកលុយធ្លាក់មកខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាបាទហើយនេះគឺជាថ្ងៃទី21បាទហើយក៏ជាថ្ងៃដែលខ្ញុំទទួលបានលុយពីបាទ app ហើយសប្បាយហើយបងប្អូនទាំងអស់គ្នាដែលធ្លាប់លេងជាមួយនឹង app មួយនេះបងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងហើយការដកលុយរបស់ app ហើយសប្បាយគឺយើងនឹងទទួលបានលុយនៅរៀងរាល់ថ្ងៃទី21នៃខែនីមួយៗលុយនឹងធ្លាក់ចូល bank របស់យើងហើយបាទហើយនៅខាងដើមនៃវីដេអូខ្ញុំបានធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាបាទពីរបៀបនៃការដកលុយជាមួយនឹង app មួយនេះឥឡូវនេះគឺជាកន្ទុយនៃវីដេអូដែលខ្ញុំត្រូវធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នានៅចំនួនទឹកលុយតែម្ដងបាទតោះឥឡូវខ្ញុំនឹងបង្ហាញតែម្ដងបាទនេះបងប្អូនទាំងអស់គ្នាបាទនេះគឺជាចំនួនទឹកលុយដែលខ្ញុំបានធ្វើការដកបាទ$570នៅពេលនេះគឺខ្ញុំទទួលបានមកហើយគឺ$570គឺនៅថ្ងៃទី21នេះហើយបាទឥឡូវខ្ញុំសូមប្រិយទីសិននេះបងប្អូនទាំងអស់គ្នាបាទនេះគឺជាចំនួនទឹកលុយបាទគឺ$570បាទ$570បាទគឺជាលុយដែលខ្ញុំបានដកជាមួយនឹង app Facebook បាទឥឡូវបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូមួយនេះខ្ញុំគ្រាន់តែធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះទេសម្រាប់បងប្អូនដែលមានចម្ងល់បងប្អូនអាចចូលទៅខាងក្រោមវីដេអូបងប្អូនទាំងអស់គ្នានឹងឃើញ link Telegram បងប្អូនទាំងអស់គ្នាអាចធ្វើការសួរតាមសេរីបាទនៅក្នុងក្រុមមួយនេះបាទហើយសម្រាប់វីដេអូមួយនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ